យហត់ពេកក្រៃឲ្យតែអាយមានថ្លៃកូនបានសុខសាន្តគ្រប់កូនប្រុសស្រីគួរយល់ចិត្តម្ដាយដែលគិតណាយខ្វល់ខ្វាយឥតស្រាក់ស្រានតាំងពីកំណើតលុះធំ